អយុត្តិធម៌ណាស់លោកម្ចាស់ប៉ាវយើងដឹងហើយតែឥឡូវនាងលែងអណ្ដាតពួកគេសិនទៅបានទេមិនលែងទេខ្ញុំសំណាអាក្រក់កើតមកគ្មានម៉ែឪតាំងតែពីតូចហើយដល់តែពេលខ្ញុំមានសំណាញ់ឈ្នះលុយ5 លានហើយស្រាប់តែមានអាចឈួតណាមិនដឹងមកច្រានខ្ញុំធ្លាក់ពីលើអាគារងាប់បាត់រួចយំម៉ងតិចទៀតលេចថានរកហើយបានហើយឥឡូវយើងនឹងឲ្យនាងទៅចាប់កំណត់ជាថ្មីខ្លាចជាព្រះនាងរងរឿងមានលុយមានមាសពេជ្រកែវកព្រះនាងមានប៉ាម៉ាក់អត់ចោះហើយមានគេឡាញខ្ញុំអត់មានហើយក៏មានដែរឲ្យតែនាងចង់បានប្រឡងទី99គ្មានទោសនឹងត្រូវត្រឡប់ទៅចាប់ជាតិជាថ្មីទិសខាងលិចនគរឈូវាមានលេងព្រះស្នាមចាស់ត្រង់ប្រសោតបានព្រះនាងគួរឲ្យស្រឡាញ់ខ្លាំងណាស់អធិរាជមានព្រះបុត្រា17អង្គហើយពេលនេះទ្រង់កំពុងចង់បានរាជបុត្រីណាស់តួព្រះអង្គទ្រង់ចង់បានរាជបុត្រីខ្លាំងណាស់ក៏ដោយក៏ខ្ញុំនៅតែនៅក្នុងដំណាក់ត្រជាក់ដដែលបងជាប់ទោសឪពុកម្ដាយក៏ក្បត់ជាតិទៅរួមដៃនឹងសត្រូវខ្ញុំគ្មានសមត្ថភាពឯណាការពារនាងទេថ្ងៃមកសុំតែងខ្លួននាងជាក្មេងប្រុសទៅវិធីនេះនាងនឹងមិនត្រូវគេសើបនឹងច្រណែននោះទេឈប់ស្អីគេជាប់ទោសក្បត់ជាតិរួមដៃនឹងសត្រូវហើយអធិរាជឲ្យខ្ញុំមានបុត្រាឡើង17អង្គអាស្ដេចយមរាជគំរក់ណាថាមានលុយមានអំណាចរងរឿងអាចឆ្កែស្អីមើលចាស់ព្រះនាងឆ្លាតណាស់ពេលយំហាត់ក៏ផ្ទុំលក់តែម្ដងជីវិតមួយនេះលំបាកពេកហើយខ្ញុំរស់នៅទីនេះបាន5 ឆ្នាំហើយនៅដំណាក់នេះវិញនិយាយពីថាស្បៀងក៏ខ្វះសម្លៀកបំពាក់ក៏អត់ដឹងរស់បាន7 ទៅ 8 ឆ្នាំទៀតក៏អត់ទេអញណែឥឡូវកន្ទើឯងកំពុងធ្វើស្អីព្រះនាងម្ចាស់អានយ៉ាងនិងអ្នកបម្រើជាងគូហ្វៃយ៉ាងម៉េចឃើញព្រះនាងអានយ៉ាងហើយហេតុអីមិនលោកជង្គង់ចោះយ៉ាងម៉េចមិនខ្លាចព្រះនាងម្នាក់នេះសម្រាប់ឯងទេឥឡូវកន្ទើខ្ញុំនឹងព្រះនាងអានយ៉ាងដូចធ្លាប់ឮវើយចាំបានហើយព្រះនាងអានយ៉ាងឈ្មោះពិតគឺហ្វាន់ឆាវីជាតួឯកស្រីនៅក្នុងរឿងប្រលោមលោកមួយនេះនាងជាកូនស្រីគ្រួសាររាជវង្សសេនដែលត្រូវឪថោករបស់ខ្ញុំស្រឡាញ់ថ្នាក់ថ្នមដោយកូនរបស់គាត់ដោយសារតែគាត់អត់មានកូនស្រីនាងក៏ត្រូវព្រះអង្គម្ចាស់ជាច្រើនតាមស្រឡាញ់ដូចគ្នា10 ឆ្នាំក្រោយមកនគរឈូខាងលិចក៏ត្រូវដួលរលំនាងក៏បានទៅនៅនគរខាងត្បូងដើម្បីក្លាយជាម្ចាស់ក្សត្រីម្ដងទៀតដើម្បីបម្រើប្រទេសនាងក៏ត្រូវបានគេបោកប្រាស់ហើយខ្ញុំមិនត្រូវតែមិនស្គាល់អត្តសញ្ញាណទេប៉ុន្តែខ្ញុំនៅត្រូវបិតារបស់ខ្ញុំវាយងាប់នៅនឹងកន្លែងថ្ងៃនេះទៀតផងនេះហើយជីវិតទោះអត់សំខាន់ឥឡូវកន្ទើយើងកំពុងនិយាយជាមួយឯងជឿឬមិនជឿថាព្រះនាងម្នាក់នេះនឹងសម្លាប់ឯងនាងចង់ធ្វើឈួតស្អីហ្នឹងឯងម្ចាស់ពូក្មេងម្នាក់នេះហ៊ានលួចរបស់ក្មួយហើយថែមទាំងចង់វាយមុខក្មួយទៀតផងសូមម្ចាស់ពូជួយសម្រេចផងតួឯកស្រីនេះដូចប្រុងឡប់មាំម៉េះ